ខ្ញុំកើតនៅឆ្នាំ1970អំឡុងខែឧសភាឪពុករបស់ខ្ញុំគឺជាកម្មកររោងចក្រក្រចៅតំបន់ដូនទាវគាត់ស្លាប់មុនរបបខ្មែរក្រហមចូលភូមិមួយអាទិត្យខ្ញុំមិនបានដឹងថាគាត់កើតជំងឺអ្វីទេគ្រាន់តែបានឮអ៊ំស្រីខ្ញុំដំណាលថាពេលគាត់ជួសជុលដំបូលផ្ទះដើម្បីឲ្យបងប្អូនភៀសខ្លួនពីត្រៃម្ខាងស្នាក់នៅពេលគេចពីក្របកាំភ្លើងឪពុកខ្ញុំចាប់ផ្ដើមចុកទ្រូងយ៉ាងខ្លាំងក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យបានមួយយប់គាត់ក៏ផុតដង្ហើមអ៊ំស្រីខ្ញុំក៏ប្រាប់ទៀតថាគាត់មិនចូលចិត្តខ្មែរក្រហមទេគាត់ដឹងថាពួកនេះបើបានជ័យជំនះហើយនឹងបំបីកូនចៅឪពុកម្ដាយមិនឲ្យនៅជុំគ្នាទេប៉ុន្តែពេលនោះគ្មាននរណាម្នាក់ជឿគាត់ម្នាក់យល់ថាខ្មែរក្រហមស្អាតស្អំមិនពុករលួយសូម្បីតែគេចង់បានមកទេសគេមិនបេះយកទទេទេគឺគេតែងតែចងលុយទុកនឹងដើមប្រសិនបើម្ចាស់មិននៅផ្ទះរបស់ខ្ញុំកាលនោះនៅខាងក្រោយវត្តស្វាយជ្រុំតែឥឡូវដីមួយជឿនោះคล้ายទៅជាបញ្ជាការអាវុធហត្ថនិងសាលាស្រុកហើយខ្ញុំនៅចាំបានថាមានយប់មួយអ្នកភូមិបានផ្អើលរត់ចូលវត្តកិច្ចពីការមាញ់គ្នាឪពុកខ្ញុំបានពោលខ្ញុំចូលក្នុងបរិវេណវត្តដែរខ្ញុំឆ្ងល់ថាហេតុអ្វីបានជានាំគ្នារត់ចូលវត្តបើវត្តនិងផ្ទះខ្ញុំគឺនៅម្ខាងផ្លូវម្នាក់បងស្រីខ្ញុំប្រាប់ថាពេលនោះតាមវាលស្រែជាប់ព្រៃរនាមក៏មានយន្តហោះមកទម្លាក់គ្រាប់បាយដែរពេលខ្មែរក្រហមវាយសម្រុកខ្លាំងគ្រួសារខ្ញុំនិងអ្នកភូមិមួយចំនួននាំគ្នាភៀសខ្លួនទៅពួនតាមដងអូម្ដាយខ្ញុំប្រាប់ថាកាលនោះខ្មែរក្រហមចាប់ផ្ដើមវាយសម្រុកខ្លាំងមកត្រើយខាងកាត់ស្ទឹងខ្ញុំមិនដឹងថារយៈពេលប៉ុន្មានថ្ងៃទេដែលគ្រួសារខ្ញុំរស់នៅក្នុងលេនដ្ឋានម្ដាយខ្ញុំប្រាប់ទៀតថាខ្មែរក្រហមនៅក្នុងព្រៃហើយតែងតែតម្រូវឲ្យអ្នកទៅរកត្រីរកអុសឬជ្រុលស្រូវលួចលាក់យកស្បៀងឬសម្ភារៈផ្សេងមកឲ្យគាត់ថាខ្មែរក្រហមធ្លាប់កាត់ក្បាលអ្នកស្រុកម្នាក់ដែលចោទថាជារនុកក្នុងរបស់ទាហានលន់នល់ភូមិឃុំដែលខ្ញុំរស់នៅគឺជាតំបន់ប្រទីងប្រទង់រវាងទាហានលន់នល់និងខ្មែរក្រហមចាស់បានដំណើរថាក្រោយខ្មែរក្រហមទទួលបានជោគជ័យខ្មែរក្រហមបានចាប់មេឃុំឈ្មោះធៀងនិងសហការីគាត់ប៉ុន្មាននាក់បាញ់សម្លាប់ចោលក្រោយពេលដែលខ្មែរក្រហមរំដោះហើយភូមិឃុំមានជីវភាពដូចម្ដេចខ្ញុំក៏ពុំបានដឹងទេតែដល់ពេលដែលឃើញអ្នកជំនះមករស់នៅរាយប៉ាយតាមផ្ទះតាមវត្តទើបខ្ញុំដឹងថាគឺជាការផ្លាស់ប្ដូរមួយអ្នកទាំងនោះខ្លះមកពីទីក្រុងភ្នំពេញខ្លះមកពីត្រើយស្លានិងក្រុងបាត់ដំបងគេបានសង់ខ្ទមជាជួរនៅចន្លោះភូមិនិងវត្តបច្ឆាកាលនោះទីនោះគឺជាស្រែដីទំនាបគេសង់ជាប់គ្នាច្រើនជួរហើយផ្ទះនោះប្រាក់ស្បូវនិងក្រាលរនាបឫស្សីបើទោះជាមានខ្ទមច្រើនក៏អ្នកជំនះនៅពុំគ្រប់ដែរដូច្នេះអង្គការក៏ឲ្យតែនៅតាមផ្ទះឬក្រោមផ្ទះនិងតាមវត្តក្នុងចំណោមផ្ទះទាំងអស់អត់តែផ្ទះខ្ញុំទេដែលមិនមានអ្នកជំនះរស់នៅជាមួយម្ដាយនិងបងខ្ញុំ3នាក់ត្រូវអង្គការចាត់ទៅធ្វើការនៅតាមកងហើយនៅផ្ទះសល់តែបងស្រីប្អូនស្រីនិងខ្ញុំប៉ុន្តែនៅពេលយប់យើងនៅគេងផ្ទះជុំគ្នាម្ដាយខ្ញុំប្រាប់ថាថ្ងៃមួយអង្គការបានប្រមូលប្រជាជនទាំងចាស់ទាំងថ្មីមកប្រជុំនិងបានចុចឈ្មោះបរិសម្នាក់ដែលជាអ្នកជំនះឲ្យក្រោកឈរហើយចាប់ចងស្លាប់សេកប្រជុំជាប់ក៏បណ្ដាគាត់យកទៅព្រៃអាស្រមមួយខាងលិចភូមិរបស់ខ្ញុំប្រហែល1គីឡូម៉ែត្រដែលបច្ចុប្បន្នគឺស្ថិតនៅក្នុងឃុំពាមឯកនិងជាវត្តស្វាយដង្គមហើយយើងមិនដឹងថាបរិសនោះមានទោសអ្វីនោះទេទីនោះមានការសម្លាប់មនុស្សច្រើនគួរសមដែរនេះបើតាមសម្ដីចាស់ក្នុងចំណោមអ្នកជំនះទាំងនោះមានអ៊ំស្រីម្នាក់ដែលជិតស្និទ្ធជាមួយម្ដាយខ្ញុំឈ្មោះហយមកពីត្រើយស្លាអ្នកជំនះតែងតែយកចិត្តម្ចាស់ផ្ទះដោយឲ្យជាខោអាវចាប់តាំងពីពេលនោះមកខ្ញុំឃើញគេប្រមូលផ្ដុំកុមារដែលមានវ័យប្រហាក់ប្រហែលនឹងបងស្រីបន្តរបស់ខ្ញុំយកទៅដាក់នៅវត្តបច្ឆាឥឡូវនៅសល់តែដើមអំពិលគឺជាចំណាំបងស្រីខ្ញុំប្រាប់ថាគាត់ខ្លាចខ្មោចណាស់ហើយក្មេងៗឯទៀតក៏ដូចគ្នាដែរ
នឹងនាំគ្នាយំឡើងទ្រហឹងព្រោះដឹងថាទីនោះពីសង្គមចាស់គឺជាកន្លែងកប់ខ្មោចឬបូជាសពខ្ញុំនៅចាំបានថាក្មេងៗទាំងនោះអង្គការក៏មានបង្រៀនដោយឲ្យអានអក្សរលក្ខណៈខៀនខ្ញុំក៏បានចូលរួមដែរហើយអត្ថបទនោះវែងគួរសមគ្រូអានចុះឡើង3បុណ្យសាខ្ញុំអត់ចេះអក្សរទេតែចាំបានខ្ញុំពុំចាំអត្ថបទទាំងមូលទេគ្រាន់តែចាំខ្លះៗដូចជាគេនិយាយពីការកែច្នៃត្រីរបស់អង្គការដូចជាធ្វើផ្អកម៉ាំប្រហុកត្រីឆ្អើរតាំងពីពេលនោះមកខ្ញុំនិងក្មេងៗឯទៀតត្រូវដើរ500ម៉ែត្រទៅហូបបាយនៅរោងបាយរួមដែលកាលនោះនៅហូបបាយនៅឡើយបងស្រីខ្ញុំត្រូវហូបតាមកងចល័តរបស់ខ្លួនអង្គការចាប់ផ្ដើមឲ្យឆ្លងឆាយឆេរតាមផ្ទះប្រមូលយកទ្រព្យសម្បត្តិមកដាក់រួមតែដំបូងអង្គការប្រកាសឲ្យប្រជាជនយកទៅប្រគល់ឲ្យស្ម័គ្រចិត្តក្រោយមកទើបមានការឆាយឆេរហើយខ្ញុំឃើញឆ្លូបខ្មែរក្រហមទាំងនោះបាយសាច់របស់មិនសំខាន់ដូចជាសៀវភៅឬសម្ភារៈផ្សេងៗតាមស្ទឹងអង្គការបានចាត់ឲ្យបរិះវាយព្រះពុទ្ធបដិមាក្នុងព្រះវិហារវត្តស្វាយជ្រុំទម្លាក់ចោលនៅក្នុងទឹកខ្ញុំនិងក្មេងៗដទៃទៀតបានចូលក្នុងវិហារកោះការ៉ូជញ្ជាំងមកធ្វើមេមឹកខ្ញុំឃើញគេដាក់ជណ្ដើរឡើងកកាយយកសៀវភៅសាស្ត្រាស្លឹករឹតលើពីដានព្រះវិហារទម្លាក់ចោលក្រោយមកអ្នកដែលចូលរួមវាយព្រះពុទ្ធរូបបានស្លាប់ជាបន្តបន្ទាប់ចាស់និយាយថាមកពីអ្នកទៅនោះរំលាយព្រះដោយពាក្យទំនៀមនិយាយថាសម្រាប់ម្ដាយរំលាយព្រះមានទោសធ្ងន់ណាស់នឹងឃើញបាបតន់ហន់រំលាយព្រះរួចហើយអង្គការក៏យកព្រះវិហារធ្វើជាមន្ទីរពេទ្យខ្ញុំធ្លាប់ចាក់ថ្នាំដែរនៅក្នុងសម័យនោះ10ថ្នាំគឺ10ទឹកក្រូចសារ៉ាំងនិងម្ជុលធំចាក់បន្តគ្នាប្រើម្ជុលតែមួយសំណាងដែរខ្ញុំពុំដែរអាប់សែខ្ញុំមិនដឹងថាពេទ្យអង្គការព្យាបាលបែបណានោះទេប្អូនថ្លៃប្រុសខ្ញុំបានរំលឹកប្រាប់ខ្ញុំថាបងស្រីរបស់គាត់ឈ្មោះយូពេលត្រឡប់មកពីធ្វើការនៅការដ្ឋានវិញមានអាការៈចុងខ្យល់ហើយបន្ទាប់ពីកកខ្យល់រួចក៏បញ្ជូនទៅមន្ទីរពេទ្យអង្គការក្រោយពីពេទ្យខ្មែរក្រហមចាក់ថ្នាំរួចគាត់ក៏បែកពពុះមាត់ស្លាប់តែម្ដងគ្រួសាររបស់ប្អូនថ្លៃខ្ញុំមានឪពុកម្ដាយបងស្រី3នាក់និងប្អូនប្រុសម្នាក់ទៀតបានស្លាប់ដោយការអត់ឃ្លាននិងជំងឺជារៀងរាល់ថ្ងៃខ្ញុំឃើញខ្មែរក្រហមសែងសពយកទៅគប់នៅវត្តបច្ឆាខាងក្រៅផ្ទះរបស់ខ្ញុំប្រហែល200ម៉ែត្រប្រហែលជាពាក់កណ្ដាលឆ្នាំ1976ផ្ទះដែលអង្គការសង់ឲ្យអ្នកជំនះមានសភាពស្ងាត់ជ្រងំដោយអ្នកខ្លះត្រូវបដូរទីកន្លែងអ្នកខ្លះទៀតក៏ត្រូវស្លាប់ភាពអត់ឃ្លានក៏មានសភាពខ្លាំងឡើងតែអ្នកចាស់អ្នកថ្មីកើតជំងឺហើមរេកហើយស្លាប់ជាបន្តបន្ទាប់មានពេលខ្លះអង្គការចាយកន្ទុកឲ្យហូបដោយអំណាចនៃសេចក្តីស្រេកឃ្លានម្នាក់ស្វែងរកអាហារបន្ថែមកូនអ្នកជំនះ2នាក់បងប្អូនដែលនៅខាងកើតផ្ទះខ្ញុំនឹងធ្លាប់លេងជាមួយគ្នារាល់ថ្ងៃបានពលសម្បកដំឡូងស្លាប់អំឡុងពេលដែលខ្ញុំនៅផ្ទះក្រោយវត្តនោះខ្ញុំធ្លាប់ឃើញខ្មែរក្រហមបណ្ដាមនុស្សដោយចន់ស្លាប់សេកផងខ្ញុំមិនដឹងថាខ្មែរក្រហមបណ្ដាអ្នកទាំងនោះទៅទីណាទេមានម្ដងនោះពេលខ្ញុំភ្ញាក់ពីដេកចុះមកដីខ្ញុំក៏បានឃើញអ្នកទោសម្នាក់ត្រូវខ្មែរក្រហមដាក់ច្រវាក់នៅក្រោមផ្ទះគាត់ឈ្មោះហេងគ្មាននរណាម្នាក់ហ៊ានទៅសួរសុខទុក្ខគាត់ទេរឿងដែលធ្វើឲ្យខ្ញុំភ័យកាន់តែខ្លាំងនោះគឺខ្ញុំបានឃើញខ្មែរក្រហមវាយបណ្ដាកុមារម្នាក់និងស្ត្រីចំណាស់ម្នាក់កុមារនោះអាយុច្រើនជាងខ្ញុំព្រោះគាត់នៅកងកុមារគាត់ត្រូវឆ្លប់ចងវាយព្រោះតែគាត់លួចបេះសណ្ដែកហូបខ្ញុំមិនដែលមើលទស្សនភាពនោះទេច្រើនតែរត់ចេញនៅពេលដែលឆ្លប់វាយស្ត្រីចំណាស់នោះខ្ញុំរត់ទៅណាមិនរួចទេកាលនោះខ្ញុំកំពុងបណ្ដាក្មួយជីដូនមួយពី3នាក់ទៅហូបបបរនៅរោងបាយតាមផ្លូវរអិលស្ទើរទប់ខ្លួនមិននឹងឆ្លប់ក្មេងៗវាយតធៈស្ត្រីចំណាស់នោះពីក្រៅខ្ញុំគាត់ដួលច្រមុលភក់ស្រែកអង្វរឆ្លប់កុំឲ្យធ្វើបាបគាត់ខ្ញុំខ្លាចណាស់ខ្លាចឆ្លប់វាយដោយទាំងខ្ញុំក៏ខំប្រឹងដើរឲ្យលឿនតែក្មួយខ្ញុំវាប្រទាញរអិលមុខរអិលក្រោយសេចក្តីភ័យខ្លាចរបស់ខ្ញុំនៅពេលនោះមិនដឹងថាពិពណ៌នាបែបណាឲ្យអស់នោះទេតាំងពីពេលនោះមកគ្រាន់តែឮនរណាម្នាក់ស្រែកខ្លាំងបេះដូងរបស់ខ្ញុំលោតញាប់រន្ធើន
ពេលដែលខ្ញុំពោពោះកូនទី1ភាពភ័យខ្លាចនេះកើតមានឡើងម្ដងទៀតពេលនោះខ្ញុំដើរពីមុខអ្នកអូរទេសនោះបានស្រែកកំហកសុំផ្លូវធ្វើឲ្យខ្ញុំស្លុតដើរទៅមុខមិនរួចហើយធ្វើឲ្យនឹកឃើញដល់ទស្សនវិជ្ជាដែលឆ្លប់ក្មេងៗវាធ្វើបាបស្ត្រីចំណាស់ម្នាក់នោះក្នុងរបបខ្មែរក្រហមរូបភាពដ៏ខ្លោចផ្សានោះបានលេចឡើងក្នុងខួរក្បាលខ្ញុំជាថ្មីម្ដងទៀតក្រោយមកផ្ទះរបស់ខ្ញុំត្រូវបានអង្គការស្នើរកហើយឲ្យគ្រួសារខ្ញុំក៏ដូចជាអ្នកឯទៀតទៅសង់ផ្ទះនៅតាមដងអូរវិញអ៊ំខ្ញុំបានរៀបចំកន្លែងដេកក្រោមផ្ទះដែលសល់តែដំបូលផ្ទះគាត់ដែលនៅជាប់ខ្ញុំនោះត្រូវអង្គការរុះយកឈើអស់នៅសល់តែគ្រឹះសសរប៉ុណ្ណោះយើងទាំងអស់គ្នាត្រូវនៅកន្លែងផ្ទះចាស់សិនតម្រាំផ្ទះថ្មីធ្វើរួចបន្ទាប់ពីផ្ទះថ្មីសង់រួចរាល់យើងទាំងអស់គ្នាបានផ្លាស់ទៅនៅផ្ទះថ្មីអ៊ំខ្ញុំក៏លោឡាជេរអង្គការដែលយកឈើប្រហោងឈើបែកមកធ្វើផ្ទះឲ្យគាត់នៅហើយរុះយកឈើផ្ទះគាត់ល្អៗយកទៅបាត់ផ្ទះថ្មីរបស់យើងពោរពេញដោយសត្វសង្កោចទោះបីជាអ៊ំខ្ញុំដាំទឹកក្តៅចាក់ក៏មិនពីដែរអំឡុងពេលនោះអង្គការចាប់ផ្ដើមជ្រើសរើសកនចល័តកុមារម្ដងទៀតខ្ញុំចង់ទៅនឹងគេណាស់ចង់ទៅចុះការដ្ឋានដោយអ្នកឯទៀតដែរខ្ញុំរៀបចំអីវ៉ាន់ខ្លួនឯងដោយមិនប្រាប់ម៉ែខ្ញុំបានមកដល់ការដ្ឋានអង្គុយចាំអង្គការនាំទៅម៉ែរបស់ខ្ញុំទៅទាន់នឹងខាត់ហើយស្នើមេកងកុំឲ្យខ្ញុំទៅខ្ញុំខឹងនឹងគាត់ណាស់ហើយនិយាយប្រៀបធៀបឲ្យគាត់ស្ដាប់ថាម៉ែមើលសាលីគេកើតឆ្នាំដំណើរខ្ញុំដែរម៉ែគេឲ្យទៅម៉ែឯងកម្មសិទ្ធិក្រាស់ណាស់មិនឲ្យកូនទៅខ្ញុំមើលទៅក្មេងឯទៀតដូចជាមានអំនួតដែលបានទៅកនចល័តកុមារជាពិសេសសាលីមើលទៅវាដូចជាស្វាហាប់ណាស់នឹកឃើញដល់រឿងនេះខ្ញុំចង់តែសើចហួសចិត្តថាអង្គការនោះអីក៏ពូកែម្លេះសំណាងហើយដែលម៉ែខ្ញុំជាអ្នកមូលដ្ឋានបើអ្នកថ្មីវិញប្រហែលជាយ៉ាប់ហើយចំពោះរឿងខ្ញុំអង្គការបានយកកុមារទាំងអស់ទៅស្នាក់នៅផ្ទះក្បឿងនៅក្បែរវត្តឯករាំងសីបងប្រុសជីដូនមួយខ្ញុំតែងលួចមកផ្ទះញឹកញាប់ហើយក៏ត្រូវមេកងមកចាប់យកទៅវិញធ្វើទារុណកម្មតិចតួចគាត់ប្រាប់ថាពេលយប់ឡើងក៏ខ្លាចខ្មោចហើយក្មេងៗឯទៀតយំទ្រហឹងដេករងាគ្មានភួយដណ្ដប់ពេលថ្ងៃធ្វើការដោយមនុស្សធំដែរគឺរែកដីជញ្ជូនកណ្ដាប់ទប់ទំនប់ចំណែកខ្ញុំអង្គការហៅថាក្មេងការដ្ឋានការងាររបស់ពួកខ្ញុំគឺរើសលេមកគោបោយស្មៅក្នុងចំការឬស្រែនិងចិញ្ច្រាំទន្ទ្រានខេត្តម្ដងនោះខ្ញុំរវល់លេងពោតហូបហើយរកកន្លែងធ្វើការមិនឃើញខ្ញុំដើរមិនដើរហូបពោតមិនដើរកម្មាភិបាលចាស់ម្នាក់ក៏សួរថាមិត្តកុមារដើរទៅណាខ្ញុំក៏ឆ្លើយថាទៅរកកន្លែងធ្វើការហេតុអីក៏យឺតខ្ញុំឆ្លើយថាមកពីខ្ញុំរវល់ដាំទឹកលាងដំបៅឲ្យអ៊ំខ្ញុំចេះតែផដែលឥតព្រៀងទុកខ្ញុំរកកន្លែងធ្វើការមិនឃើញទេមកដល់ការដ្ឋានកុមារដទៃទៀតបានប្រាប់ខ្ញុំថាឯងអត់បបរទេព្រោះអត់បានធ្វើការខ្ញុំដូចជាឆ្ងល់ណាស់ថាហេតុអីអង្គការឲ្យខ្ញុំធ្វើមេកងកុមារការដ្ឋាននេះបើខ្ញុំមិនសូវនិយាយស្ដីហើយមានក៏តូចក្រោយរបបខ្មែរក្រហមដួលរលំខ្ញុំខ្មាស់គេផងនិងខឹងផងពេលដែលអ្នកទាំងនោះហៅខ្ញុំថាមេកងកុមារខ្ញុំស្អប់ពាក្យនេះណាស់ខ្ញុំគិតថាអ្នកទាំងនោះចង់ថាខ្ញុំជាមនុស្សអាក្រក់កាចសាហាវដោយកម្មាភិបាលផ្សេងហើយតែទោះជាយ៉ាងណាខ្ញុំបានត្រឹមតែខ្នក់ខ្នែងក្នុងចិត្តមិនសម្ដែងឲ្យគេដឹងពេលភ្លៀងធ្លាក់មកពួកខ្ញុំរងាណាស់ហើយក៏មិនដែលឃើញអង្គការហៅឲ្យមកជ្រកភ្លៀងដែរពេលរើស្មៅក្នុងស្រែពួកខ្ញុំអង្គុយដំអក់បន្លឹមក្នុងទឹកស្រែដោយពំកិតខ្លាចឆ្លឹងទេកាលនោះខ្ញុំដូចជាអត់ខ្លាចឆ្លឹងទេចុះហេតុអ្វីក្រោយមកខ្ញុំខ្លាចម្ល៉េះក្រៅពីរៀនរាប់អក្សរម៉ែកុមារឬអ្នកគ្រូបានបង្រៀនឲ្យច្រៀងចម្រៀងខ្ញុំចាំបានតែមួយឃ្លាទេគឺយើងខ្ញុំកុមារស្រឡាញ់អង្គការឥតមានព្រំដែនស្រឡាញ់មែនទែនក្រៅពីធ្វើការតាមស្រែចម្ការខ្ញុំធ្លាប់ទៅចូលរួមប្រជុំនៅសហគមន៍ម្ដងសហគមន៍នោះនៅវត្តឯករាំងសីហើយក្រោយរបបខ្មែរក្រហមដួលរលំក៏ក្លាយជាសាលាបឋមសិក្សាក្រោយមកទៀតក៏រុះយកមកសាលារៀនបឋមព្រៃនរិន្ទ
ជាញយៗម៉ែកុមារតែងសួរនាំពីប្រវត្តិឪពុកម្ដាយកាលនោះខ្ញុំដូចជាអត់សប្បាយចិត្តសោះព្រោះគ្មានអ្វីអួតនឹងគេដោយសារតែគ្រួសារខ្ញុំអ្នកក្រឪពុកជាកម្មករម្ដាយធ្វើស្រែឯអ្នកខ្លះវិញជាកូនអ្នកជំនួញអ្នកធ្វើការខ្ញុំចង់តែនិយាយបំភ្លើសតែខ្ញុំខ្មាស់គេខ្លាចគេបចាញ់ហើយខ្ញុំគ្មានជំនាញខាងនិយាយភូមិរបស់ខ្ញុំបានបាត់មនុស្សប្រុសជាបណ្ដាចាប់ពីចុងឆ្នាំ1976ខ្លះត្រូវអង្គការហៅទៅរៀនសូត្រហើយខ្លះទៀតរួចកិច្ចតែមកដល់ឥឡូវក៏ពុំឃើញត្រឡប់មកវិញទេចាប់តាំងពីពួកនិរតីមកគ្រប់គ្រងនិងផ្លាស់ទីលំនៅខ្ញុំមកការងារការហូបចុករឹតតែលំបាកឡើងម៉ែខ្ញុំត្រូវធ្វើការនៅកងមនុស្សចាស់ឆ្ងាយពីភូមិហើយពុំវិលល្ងាចទេតែក្រោយពេលដែលគាត់ធ្លាក់ឈាមប្រធានកោនារីក៏បានអនុញ្ញាតឲ្យគាត់មកព្យាបាលនៅភូមិវិញគាត់ពុំហ៊ានសុំអង្គការឈប់ទេតែបានអ្នកភូមិម្នាក់ឈ្មោះសាងបានស្នើសុំមេកងឲ្យដែលប្រាប់ថាបើមិនឲ្យម៉ែខ្ញុំសម្រាប់ព្យាបាលទេនោះគាត់នឹងស្លាប់មិនខានដោយមានការអង្វរករពីអ៊ំសាងទើបមេកងអនុញ្ញាតឲ្យម៉ែខ្ញុំឈប់សម្រាកតាំងពីពេលនោះមកម៉ែខ្ញុំក៏បានធ្វើការនៅភូមិហើយល្ងាចឡើងបានមកផ្ទះជួបជុំគ្រួសារវិញតាំងពីខ្ញុំដឹងក្តីខ្ញុំពុំដែលឃើញម៉ែខ្ញុំសប្បាយចិត្តញញឹមចេញមកពីបេះដូងទេទើបតែពេលខ្ញុំប្រឡងជាប់គ្រូនៅឆ្នាំ1986ខ្ញុំឃើញគាត់រំភើបចិត្តញញឹមនិងបណ្ដាខ្ញុំទៅកាត់ខោអាវស្នាមញញឹមនោះស្ថិតនៅនឹងមុខខ្ញុំជានិច្ចក្នុងចំណោមបងខ្ញុំទាំង4បងស្រីទី1ធ្វើការធ្ងន់និងឆ្ងាយពីផ្ទះជាងគេក្នុងអំឡុងពេលនោះខ្ញុំមិនដែលបានជួបមុខគាត់ទេគាត់ធ្វើនៅកងចលនានារីដែលត្រូវផ្លាស់ប្ដូរកន្លែងធ្វើការច្រើនកន្លែងដូចជាប្រាសាទឯកភ្នំវាលទ្រានិងទំនប់តាអុននៅប្រាសាទឯកភ្នំគាត់ដំណើរប្រាប់ខ្ញុំថាគាត់ឃើញគេបណ្ដាអ្នកទោសទៅសម្លាប់រាល់ល្ងាចមានម្ដងនោះគាត់ឃើញគេចងដៃចងជើងក្មេងម្នាក់សែងដោយសែងជ្រូកនៅទីនោះគាត់ត្រូវដំថ្មប្រាសាទយកមកធ្វើទំនប់មួយខាងចុងឆ្ដោដែលគេហៅថាទំនប់យីនូបើគិតពីប្រាសាទឯកភ្នំមកចុងឆ្ដោបើដើរកាត់ប្រហែល3គីឡូម៉ែត្រហើយបើដើរតាមព្រែកប្រហែល5គីឡូម៉ែត្រពិសិដ្ឋនិងផល្លីដែលជាគ្រូបង្រៀនដូចខ្ញុំដែរក៏បានរំលឹកប្រាប់ខ្ញុំថាគាត់ត្រូវបានគេប្រើឲ្យជញ្ជូនថ្មយកទៅធ្វើទំនប់កាលនោះក៏នៅកងកុមារចល័តឃុំពាមឯកភូមិចុងឆ្ដោជាកន្លែងដាំបន្លែមីងម្នាក់ឈ្មោះមឿនកាលពីសង្គមចាស់នៅខាងក្រៅផ្ទះរបស់ខ្ញុំប្តីរបស់គាត់ឈ្មោះអនបានប្រាប់ខ្ញុំថាថ្ងៃមួយគាត់ត្រូវបានមេចុងភៅការដ្ឋានចាត់ឲ្យទៅយកទ្រព្យនៅខាងចុងឆ្ដោគ្នា2-3នាក់ពេលវិលត្រឡប់មកវិញដល់កន្លែងស្ងាត់មួយដោយធ្ងន់ពេកក៏ដាក់ចុះបំរុងអង្គុយស្រាប់តែក្រឡេកទៅម្ខាងឃើញគេកំពុងសម្លាប់មនុស្សគាត់ភ័យខ្លាំងណាស់លើកទ្រព្យប្រឹងដៃយ៉ាងលឿនហាក់ដូចជាគ្មានអ្វីធ្ងន់សោះក្នុងចិត្តគាត់គិតថាពួកនោះនឹងតាមមកចាប់គាត់សម្លាប់តាំងពីពេលនោះមកគាត់ថាខ្លួនគាត់ចេះតែលហិតលហៃមកទល់សប្តាហ៍ថ្ងៃហើយសាច់របស់គាត់នៅតែក្រៀមស្វិតបងប្រុសខ្ញុំត្រូវបានគេចាត់ឲ្យរកស្បៀងនៅស្រុកលើដូចជាខាងបដាស្រុករតនមណ្ឌលគាត់ពុំសូវអត់ឃ្លានទេគាត់ថានៅទីនោះគេហូបបាយមិនហូបបបរទេបងស្រីទី3គាត់នៅកងយុវជនចល័តដែរប៉ុន្តែធ្វើការតែនៅក្នុងសហករណ៍គាត់ធ្លាប់ត្រូវបានអង្គការចាត់ឲ្យធ្វើពេទ្យតែអ៊ំខ្ញុំមិនឲ្យធ្វើព្រោះគាត់យល់ថាធ្វើពេទ្យគឺគ្មានអ្វីក្រៅពីសែងខ្មោចនិងជីករណ្ដៅកប់ខ្មោចទេហើយមេកងរបស់គាត់ក៏រារាំងមិនឲ្យគាត់ធ្វើដែរកាលនោះគាត់ក៏រន់ចាញ់ញឹកញាប់ហើយនឹងការដំបៅនៅកែងជើងទៀតទម្រាំតែព្យាបាលជាត្រូវចំណាយពេលយូរឯបងស្រីទី4នៅក្នុងកងចល័តកុមារគាត់តែងតែលួចបូតស្រូវឬគួស្រូវដើម្បីយកមកបំពេញសេចក្តីស្រេកឃ្លានក្នុងគ្រួសារគាត់រំលឹកប្រាប់ខ្ញុំថាថ្ងៃមួយពេលដែលគាត់កំពុងរើសគួស្រូវស្រាប់តែឆ្លប់ទៅដល់គាត់ក៏ដូចជាក្មេងៗដទៃទៀតភ័យស្លន់ស្លោរត់រៀងខ្លួន
គាត់បានឃើញឆ្លប់ចាប់បានក្មេងប្រុសម្នាក់ជាកូនអ្នកជម្លៀសពួកវាបានវាយក្មេងនោះដួលត្រឡប់ត្រលិននៅក្នុងស្រែគាត់អាសូរក្មេងនោះណាស់តែពុំដឹងជួយយ៉ាងម៉េចឆ្លប់ដេញវាយក្មេងនោះដល់ភូមិក្មេងនោះភ័យញ័រខ្លួនចំប្រប់តាំងពីពេលនោះមកម៉ែខ្ញុំលែងឲ្យខ្ញុំដើររើសគួរឬបូតស្រូវទៀតហើយសុខចិត្តហូបបបរលាយត្រកួន